កូនគ្មានផ្លូវដើរទៀតហើយកូនឈួតរអីយប់ប្រលប់ហើយមិនក៏រត់មកបែបនេះនិយាយតិចមកពូសៅរបស់កូនទៅតែគេងលក់ទេថាម៉េចឪពុកកូនវីកូនទៀតហើយមែនទេម៉ាក់កូនប្រឡងជាប់សាកលវិទ្យាល័យលំដាប់ទី1ហើយតែម្ដាយចង់បានហែកលិខិតចូលរៀនរបស់កូនចំពោះមុខកូនផ្ទាល់គាត់ថាកូនស្រីរៀនសាកលវិទ្យាល័យធ្វើអីស្អែកនេះត្រូវទៅធ្វើការនៅរោងចក្រស្បែកជើងដើម្បីរកលុយឲ្យប្អូនប្រុសកូនរៀនបន្តកូនប្រឡងជាប់មែនចុះឪពុកកូនគាត់មិនខ្វល់អ្វីខ្លះទេគាត់ថាកូនស្រីថ្ងៃក្រោយក៏ត្រូវទៅជាមនុស្សផ្ទះគេដែរចំណាយលុយឥតប្រយោជន៍ធ្វើអ្វីម៉ាក់កូនមិនអាចទ្រាំនៅទីនោះបានទៀតទេកូនសតែម៉ាក់ម្នាក់គត់កូនស្រីដ៏កំសត់របស់ម៉ាក់ឲ្យហេតុអ្វីក៏ជីវិតកូនលំបាកខ្លាំងម្ល៉េះកូនមិនអាចស្នាក់នៅទីនេះបានទេកូនក៏ដឹងពីនិស្ស័យពូសៅរបស់កូនដែរគាត់ស្អប់អ្នកក្រៅមកផ្ទះណាស់ម៉ាក់កូនគឺជាកូនបង្កើតរបស់ម៉ាក់ណាហេតុអ្វីក៏កូនខ្លាចជាអ្នកក្រៅទៅវិញម៉ាក់ដឹងហើយតែម៉ាក់នៅក្នុងផ្ទះនេះសូម្បីដកដង្ហើមខ្លាំងក៏ម៉ាក់មិនហ៊ានផងនេះមានលុយ12000ម៉ាក់សន្សំពេញ2ឆ្នាំមកនេះកូនយកទៅជួលផ្ទះថោកនៅជិតទីរួមស្រុករៀនត្រៀមប្រឡងឡើងវិញ1ឆ្នាំកុំឲ្យនៅផ្ទះនោះដាច់ខាតកុំឲ្យពូសៅរបស់កូនឃើញកូនឲ្យសោះបើគាត់ដឹងថាម៉ាក់លួចឲ្យលុយកូនគាត់ច្បាស់ជាវីម៉ាក់ស្លាប់មិនខានម៉ាក់លិខិតចូលរៀនរបស់កូនត្រូវគេហែកម្ដងរួចទៅហើយណាម៉ាក់ដឹងទេថាការរៀនត្រៀមប្រឡងឡើងវិញវាត្រូវចំណាយប៉ុន្មានហើយកូនប្រឡងចប់បាត់ទៅហើយចាំបាច់ត្រូវរៀនត្រៀមឡើងវិញធ្វើអីទៀតកូនជឿម៉ាក់ម្ដងនេះទៅម៉ាក់ជួយកូនបានត្រឹមនឹងឯងកូនក៏ឃើញស្រាប់ហើយថាពូសៅគាត់មិនព្រមតតែសោះម៉ាក់កាលកូននៅតូចម៉ាក់តែងប្រាប់កូនជានិច្ចថាកូនស្រីត្រូវតែចេះតស៊ូកូនតស៊ូហើយកូនប្រឡងជាប់សាកលវិទ្យាល័យលំដាប់ថ្នាក់ទី1ហើយចុះម៉ាក់វិញម៉ាក់ចេះតស៊ូដែរឬនៅសូម្បីតែម៉ាក់ខ្លួនឯងដែលជាកូនស្រីបង្កើតក៏ម៉ាក់មិនហ៊ានទទួលផងកុំនិយាយទៀតអីកូនទៅវិញទៅឆាប់ទៅមុនពេលពូសៅគាត់ភ្ញាក់ស្រែកលោឡាអីពាក់កណ្ដាលអាធិទៅបែបនេះគេមិនឲ្យមនុស្សដេកពួនទេអត់ទេគ្មានអ្នកណាទេក្មួយស្រីឆ្ងាយរបស់ខ្ញុំទេគាត់ឆ្លងកាត់ផ្លូវនេះគាត់នឹងទៅវិញភ្លាមហើយខ្ញុំឈ្មោះសៀវហ្វាងខ្ញុំជាកូនស្រីបង្កើតរបស់គាត់កូនស្រីអញហីមិនមែនអញធ្លាប់ប្រាប់ថាកូនស្រីអញម្នាក់នោះរស់នៅជាមួយឪពុកបង្កើតវាទេហីបាទចាស់មែនហើយគាត់នៅជាមួយឪពុកគាត់យប់នេះគាត់ស្រាប់តែមកដល់កាន់អីនៅក្នុងដៃហ្នឹងយកមកនេះមើលថ្នាក់ទី1អញប្រឡងជាប់សាកលវិទ្យាល័យថ្នាក់ទី1មែនទេម៉ាក់ចុងគាត់ហែកសម្បត្តិចូលរៀនរបស់ខ្ញុំចោលហើយបង្ខំឲ្យខ្ញុំទៅធ្វើការនៅរោងចក្រស្បែកជើងដើម្បីរកលុយចិញ្ចឹមប្អូនប្រុសខ្ញុំមិនព្រមទទួលស្គាល់ផ្ទះនោះទៀតទេក៏រត់ចេញមកអញឲ្យលុយវាទៅរួចដេញវាទៅឲ្យឆ្ងាយកូនស្រីបង្កើតអញប្រឡងជាប់ថ្នាក់ទី1សោះអញបែរជាឲ្យគេទៅរៀនត្រៀមឡើងវិញខួរក្បាលអញមានដាក់ស៊ីម៉ងឬយ៉ាងម៉េចក្មួយឈ្មោះសៀវហ្វាងមែនទេឆ្នាំនេះប្រឡងបានប៉ុន្មានពិន្ទុដែរដោយមានពិន្ទុ537តើអ្នកអាចចូលរៀននៅសាកលវិទ្យាល័យប្រភេទណាបាន620002 440000002 486 ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្តខ្ញុំស្គាល់សាលានោះប្រព័ន្ធ post នៅក្នុងហាងរបស់ខ្ញុំត្រូវបានសរសេរដោយសិស្សមកពីសាលានោះតើពុករបស់អ្នកមិនគ្រប់គ្រងអ្នកទេ650002 52 720 0002 53 520ខ្ញុំផ្ដល់ឡើយចៅតើអ្នកនិយាយអ្វីខ្ញុំបាននិយាយថាខ្ញុំនឹងចំណាយសម្រាប់ការសិក្សានេះខ្ញុំនឹងបង់ថ្លៃសិក្សាយើងនឹងស្នាក់នៅទីនេះដដែលវាគ្រាន់តែជាបញ្ហានៃការបន្ថែមចង្កឹះមួយគូទៀតប៉ុន្តែគាត់មិនមែនជាកូនប្រុសបង្កើតរបស់អ្នកទេតើវាពិតជាសំខាន់ទេថាតើគាត់ជាកូនប្រុសបង្កើតរបស់អ្នកឬអត់ខ្ញុំបានឈប់រៀននៅវិទ្យាល័យហើយចាប់ផ្ដើមធ្វើការជាជាងអេដនិងជាងដឹកស៊ីម៉ងតើខ្ញុំមិនទាន់ស៊ូទ្រាំនឹងការលំបាកអ្វីខ្លះហេតុអ្វីបានជាខ្ញុំរឹងរូសបន្តនៅហាងលក់គ្រឿងសំណង់ដែលទ្រុឌទ្រោមនេះគ្រាន់តែដោយសារតែខ្ញុំមិនចង់ឲ្យកូនប្រុសរបស់ខ្ញុំបញ្ចប់ដូចខ្ញុំកូនស្រីឲ្យចូលចាំរឿងនេះការអប់រំគឺជាផ្លូវចេញតែមួយគត់សម្រាប់កុមារមកពីគ្រួសារក្រីក្រដូចយើងខ្ញុំមិនមានឱកាសនៅពេលនោះទេខ្ញុំមិនអាចឲ្យអ្នកខកខានឱកាសរបស់អ្នកបានទេប្រសិនបើនរណាម្នាក់ព្យាយាមបញ្ឈប់អ្នកខ្ញុំនឹងប្រយុទ្ធជាមួយពួកគេរហូតដល់ស្លាប់មានលុយ35,000យន្តនៅក្នុងកាតនេះដំបូងឡើយកាតនេះត្រូវបានបំរុងទុកសម្រាប់ថ្លៃសិក្សារបស់ជាយន្តនៅឈ្មោះក្រោយនិងសម្រាប់ស្តុកទំនិញរបស់ហាងខ្ញុំអ្នកអាចប្រើប្រាស់វាដើម្បីបង់ថ្លៃសិក្សារបស់អ្នកជាមុនសិនប្រាក់ដែលនៅសល់អាចប្រើសម្រាប់ការចំណាយលើការរស់នៅខ្ញុំនឹងដាក់ប្រាក់ចំនួន2000ទៀតទៅក្នុងកាតជារៀងរាល់ខែចាប់ពីពេលនេះទៅសូមប្រាប់ខ្ញុំផងប្រសិនបើវាមិនគ្រប់គ្រាន់ពូចៅកុំហៅខ្ញុំថាពូហៅខ្ញុំថាប៉ាអឺមដំបូងឡើយខ្ញុំគិតចង់ឲ្យវាទៅអ្នកក្នុងរយៈពេល2-3ថ្ងៃទៀតសម្រាប់ថ្ងៃកំណើតរបស់អ្នកខ្ញុំនឹងឲ្យវាទៅអ្នកមុនថ្ងៃនេះ91000411000004002020នេះអីគេសាកបើកមើលទៅនេះមិនមែនរបស់លៀបមុខទេហីចុះមិនបាននឹកឃើញទិញអាហ្នឹងប៉ុន្មានថ្ងៃមុនពេលទៅយកទំនិញខ្ញុំដើរកាត់ហាងថែរក្សាសម្ផស្សមួយឃើញគេជុំគ្នាជាក្រុមហើយថាអាហ្នឹងពូកែខ្លាំងណាស់ខ្ញុំនឹកឃើញថាអូនតាមបងប៉ុន្មានឆ្នាំមកនេះសូម្បីតែលេលាបមុខក៏មិនដែលបានប្រើមុខអូនមានទាំងអាច100ទាំងជ្រីវជ្រួញមើលទៅចាស់ជាងប្រពន្ធតាអ៊ុងលក់ជៀននំប៉ាវនៅជាន់ក្រោមលើ10ឆ្នាំទៀតបងថាអូនចាស់មែនទេមិនមែនថាអូនចាស់ទេគឺបងចង់ឲ្យអូនក្មេងជាងនឹងបន្តិចកូនស្រីយើងជាប់សាកលវិទ្យាល័យហើយអូនគួរតែចេះរស់នៅដើម្បីខ្លួនឯងខ្លះទៅគេប្រាប់ថា
អានឹងគេហៅថាវីតាមីន C វីតាមីន K ផ្ចិតជាប្រភេទគ្រឿងផ្សំតែមួយជាមួយគម្រោងតម្លៃរាប់ពាន់ដុល្លារនៅហាងថែរក្សាសម្ផស្សម៉ូលេគុលតូចអាចជ្រាបចូលដល់ស្រទាប់ក្រោមនៃស្បែកជួយបណ្ដេញភាពស្រអាប់និងស្នាមអុចខ្មៅចេញអស់មើលចុះធ្វើបែបនេះគឺសកម្មហើយយកទៅលាបលើមុខមិនបាច់ប្រើម៉ាស៊ីនថែមុខទៀតក៏បានមួយប្រអប់មាន10បន្ទះតម្លៃត្រឹម 19.9 យន់ប៉ុណ្ណោះចំណាយមិនដល់1យន់ផងសម្រាប់ការថែមុខម្ដងអូនធ្វើខ្លួនឯងនៅផ្ទះក៏បានសន្សំលុយកុំឲ្យចំណាយខាតបង់ទៅហាងថែរក្សាសម្ផស្សទៀតលុយដែលបងរកបានពីហាងមួយខែក៏នៅយកមកទិញឲ្យអូនទៀតលុយអស់អាចរកថ្មីបានតែបើមុខប្រពន្ធចាស់ទៅហើយគឺរកទិញមកវិញមិនបានទេហើយម្យ៉ាងទៀតកូនយើងចូលរៀនសាកលវិទ្យាល័យហើយអូនត្រូវតែតុបតែងខ្លួនឲ្យស្អាតពេលទៅជូនកូនឲ្យកូនមានមុខមាត់ខ្លះម៉ាក់ពុកនិយាយត្រូវហើយកូនគួរតែចេះស្រឡាញ់ខ្លួនឯងខ្លះទៅសៀវហ្វាងកូនស្ដាប់ពុកឲ្យច្បាស់ណាស់ផ្ទះនេះបើកទ្វារស្វាគមន៍កូនជានិច្ចកូនរៀនដល់ណាពុកនឹងផ្គត់ផ្គង់ដល់នឹងប្រសិនបើកូនអាចប្រឡងជាប់ថ្នាក់អនុបណ្ឌិតឬបណ្ឌិតបានទោះត្រូវលក់ហាងដែកថែបចាស់នោះចោលក៏ពុកនឹងផ្គត់ផ្គង់កូនឲ្យបានដែរពុកអរគុណពុកខ្លាំងណាស់កូននឹងមិនភ្លេចរឿងនេះមួយជីវិតទេហើយពុកថាពុកក៏បានហើយថាប៉ាក៏បានតាមចិត្តកូនចុះប៉ាបានហើយទៅលាងមុខទៅកូនក្នុងផ្ទះបាយមានគីវកកទុកប៉ាទៅស្ងោរឲ្យកូនញ៉ាំអ្នកទាំងអស់គ្នាខ្ញុំមិនមែនជាឪពុកបង្កើតរបស់គាត់ទេតែពាក្យថាការសិក្សាអាចផ្លាស់ប្ដូរជីវិតបានគឺខ្ញុំជឿពាក់កណ្ដាលជីវិតទៅហើយសម័យខ្ញុំគ្មានឱកាសខ្ញុំមិនអាចឲ្យក្មេងនេះបាត់បង់ឱកាសដូចខ្ញុំបានទេចុះសម្រាប់វីតាមីនសេមសាវកកនេះតម្លៃត្រឹមតែនេះមានតម្លៃពិសេសហើយហ្វ្រេសេវាដឹកជញ្ជូនទៀតជាការពិតណាស់បើមិនទិញក៏មិនបង្ខំដែរអ្នកណាដែលគាំទ្រអ្វីដែលខ្ញុំចៅធីជូកំពុងធ្វើសូមជួយខមមិនលើកទឹកចិត្តឬជួយ share បន្តឲ្យខ្ញុំផងណាដើម្បីឲ្យក្មេងល្អដូចជាសៀវហ្វាងបានទទួលការមើលឃើញកាន់តែច្រើនបើចូលចិត្តរឿងនេះសូមជួយចុច like ជួយ share មួយផង